ហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមូម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មូម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតអតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយអ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាង
រំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះទ្រព្យគេទ្រព្យយើងក្នុងដំណើរនៃវដ្តសង្សារនេះមិនដឹងថាយើងម្នាក់ជាប់ជំពាក់កម្មជាមួយអ្នកណាខ្លះធ្លាប់ធ្វើបាបធ្វើអាក្រក់ចងពៀជាមួយគ្នាពីជាតិណាមកទេកំហឹងគំនុំស្អប់ចងអាឃាតគ្នាឬបាបកម្មណាមួយសុទ្ធតែនាំឲ្យមានពៀវេរាកំណើតវិលវល់អន្ទូលទៅមកដល់ពេលណាមួយកម្មនោះនឹងវិលមករកអ្នកវិញពេលកម្មចាស់ឲ្យផលអ្នកក៏ត្រូវជួបរឿងមិនល្អព្រាត់ប្រាសឬខាតឡងចុងទៅអ្នកធ្វើបាបកម្មអាក្រក់តែម្ដងទេតែពេលកម្មឲ្យផលមិនមែនឲ្យតែម្ដងទេត្រូវឲ្យការគេថែមទៀតត្រូវទទួលផលកម្មនោះច្រើនដងឬច្រើនជាតិដោយសារចេតនាក្នុងការធ្វើកម្មនោះច្រើនដែរគឺចេតនាមុនពេលធ្វើលោកហៅថាបុព្វចេតនាចេតនាពេលកំពុងធ្វើលោកហៅថាមញ្ញនចេតនានិងចេតនាដែលអ្នកធ្វើឲ្យសប្បាយក្នុងការធ្វើបាបនោះលោកហៅថាអបរចេតនាពេលធ្វើអាក្រក់អ្នកខ្លះសប្បាយណាស់ព្រោះវានាំឲ្យបានទ្រព្យធនបានលៀបបានយសឬឈ្នះគេដោយទង្វើអាក្រក់របស់ខ្លួនតែកុំភ្លេចថាការធ្វើបាបនោះមានឧបមាដូចជាការផឹកទឹកឃ្មុំដែលលាយដោយថ្នាំពិសដូច្នោះឯងឆ្ងាញ់ពីដំបូងតែចុងក្រោយត្រូវពុលស្លាប់យ៉ាងណាមិញទ្រព្យរកដោយការបៀតបៀនអ្នកដទៃជាទ្រព្យក្តៅក្រហាយជាទ្រព្យមានពៀមិនសុខកាយមិនសុខចិត្តឡើយហើយជាប់ពៀវរាវែងឆ្ងាយក្នុងជីវិតបច្ចុប្បន្ននេះផងក្នុងអនាគតជាតិផងបាបកម្មនោះនឹងតាមលងបន្លាចអ្នករហូតដល់ថ្ងៃស្លាប់យើងគ្រប់គ្នាគួរខ្លាចបាបខ្លាចអំពើអាក្រក់មិនគួរចាញ់បោកវា
មិនគួរឲ្យវាដឹកមុខហើយទៅប្រព្រឹត្តអាក្រក់ឡើយព្រោះអំពើបាបនោះនឹងនាំទុក្ខមកខ្លួនយើងវិញបាបវានាំឲ្យយើងសប្បាយក្នុងរយៈពេលខ្លីតែត្រូវរងទុក្ខក្នុងរយៈពេលវែងគួរមានស្មារតីប្រឹងរកទ្រព្យដោយសុចរិតមិនបៀតបៀនមិនប៉ះពាល់ទ្រព្យអ្នកណាឡើយបានតិចបានច្រើនជាទ្រព្យត្រជាក់ជាទ្រព្យពរជ័យអ្នករស់នៅដោយសេចក្តីសុខមិនផិតភ័យមិនតក់ស្លុតក្នុងចិត្តឡើយព្រោះគ្មានអំពើបាបមកតាមលងបន្លាចអ្នកនៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយអ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នកនៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេសសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុក្ខច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅបាបចាស់បុណ្យថ្មីតាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់បានសាងបាបកម្មខ្លះពីអតីតជាតិមកកាលណាដល់ពេលដ៏សមគួរ
បាបចាស់នឹងឲ្យផលអ្នកក៏ជួបរឿងមិនល្អជួបប្រទះនៅបញ្ហាឬមុខរបរត្រូវខាតបង់ទៅកម្មប្រៀបបានដូចជាស្រមោលអន្ទូលតាមប្រាណតែងជាប់តាមបុគ្គលអ្នកប្រព្រឹត្តនោះទៅក្នុងជាតិកំណើតតទៅទោះបីខំរត់ទៅណាក៏មិនអាចរត់ផុតពីកម្លាំងកម្មដែរសូម្បីតែព្រះពុទ្ធក៏មានបាបតាមឲ្យផលដែរអ្នកធ្លាប់បៀតបៀនជីវិតគេពីអតីតជាតិមកកើតមកក្នុងជាតិនេះក៏សម្បូរជំងឺហើយអាយុមិនវែងទេអ្នកធ្លាប់កឹបកេងទ្រព្យគេនាំឲ្យរកស៊ីមិនឡើងឬខាតលងចុងឬត្រូវបាត់បង់ភ្លើងឆេះទឹកលិចទៅចំណែកអ្នកដែលចូលចិត្តចរណែននិន្ទាអ្នកដទៃកើតមកជាតិណាច្រើនមានគេស្អប់ទៅណាមកណាខ្សត់មិត្តសម្បូរសត្រូវរីឯអ្នកចូលចិត្តខឹងមួម៉ៅច្រើនកើតមកមានរូបមិនស្អាតមុខមិនស្រស់ដូចគេតែគួរចងចាំថារឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងផលកម្មចាស់គ្មានអ្នកណារត់គេចបានទេតែអ្នកអាចសាងកម្មថ្មីកម្មល្អដែលនាំឲ្យជីវិតបានប្រសើរឡើងវិញជោគវាសនាជីវិតអ្នកមិនពឹងផ្អែកទាំងស្រុងទៅលើកម្មចាស់ទេតែកម្មថ្មីកម្មបច្ចុប្បន្នមានឥទ្ធិពលខ្លាំងលើខ្សែជីវិតអ្នកបើអ្នកជួបរឿងមិនល្អចាត់ទុកថាជាផលនៃកម្មចាស់ទៅចុះខំប្រឹងដោះស្រាយហើយបើដោះហើយងើបឡើងដើរទៅមុខទៀតសូមកុំស្ពាយផលកម្មចាស់នោះតាមខ្លួនយូរពេកធ្ងន់ណាស់បើវាឲ្យផលម្ដងហើយឲ្យវាកន្លងផុតទៅបើអ្នកមួម៉ៅនឹងវានឹងឧស្សាហ៍មករកអ្នកវិញមិនខានបើឃើញគេធ្វើបានល្អកុំកំណាញ់ពាក្យលើកទឹកចិត្តកុំភ័យពេកអីភ័យពេកទៅបានតែកើតទុក្ខគ្មានដោះអីចេញផងចង់ឲ្យគេគោរពត្រូវចេះគោរពគេមុនកុំសូវនិយាយរឿងមួម៉ៅពេកខាតពេលផងខូចចិត្តផងហើយបាបទៀតកុំយកកំហឹងជាម្ចាស់ត្រូវធ្វើជាម្ចាស់កំហឹងវិញកុំហូបច្រើនពេកនាំឲ្យឈឺច្រើនខ្ជិលដូចជ្រូកអាយុខ្លីឆាប់ស្លាប់បើមានរឿង100ឲ្យអ្នកយំអ្នកមានហេតុផល1000សម្រាប់ញញឹមរួចបន្តដំណើរទៅមុខទៀត
មានជួបមានព្រាត់ជារឿងធម្មតាកុំកើតទុកពេកកុំរវើរវាយច្រើនពេកគិតមួយណាឲ្យប្រកបជាមួយនឹងទើបមិនសូវស្មុគស្មាញពេលម៉ែឪស្លាប់មិនមែនទាល់តែយំទើបឈ្មោះថាស្រឡាញ់ម៉ែឪទេបើចង់សុខកុំចង់ឲ្យអ្វីបានដូចចិត្តអ្នកគ្រប់រឿងឡើយរៀនព្រមខ្លះទៅទំនិញអាចរកទិញបានតែពេលវេលាទិញមិនបានទេរៀនប្រើវាឲ្យបានប្រយោជន៍ច្រើនសន្សំទ្រព្យផងសន្សំធម៌ផងទើបជីវិតបានសុខច្រើនកុំប្រៀបធៀបជាមួយគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេកុំចង់តែបានពីគេពេករៀនឲ្យខ្លះផងគេមិនចូលចិត្តមនុស្សកំណាញ់ទេអ្នកមិនអាចធ្វើផែនដីឲ្យរាបស្មើដូចកន្ទេលទេអ្នកមិនអាចឲ្យគេគិតដូចអ្នកគ្រប់រឿងទេកុំត្រចៀកសកុំលួតតាមគេចាក់ចាំច្បាស់សិនសឹមស្ដីថាទើបមិនសូវមានកំហុសសង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែររៀនព្រមទើបមិនសូវកើតទុក្ខអ្វីមិនទៀងទេកុំប្រកាន់មាំពេកប្រយ័ត្នមានទុក្ខខ្លាំងឡានថ្លៃតែចរិតមិនថ្លៃនៅមិនទាន់ជាមនុស្សថ្លៃថ្នូរទេយកឈ្នះកំហឹងក្នុងចិត្តអ្នកប្រសើរជាងឈ្នះគេដោយកំហឹងរៀនសប្បាយចិត្តនឹងអ្វីដែលអ្នកមានអ្នកនឹងមិនសូវកើតទុក្ខពេកទេជីវិតតែមានបញ្ហាគ្មានអ្នកណាជៀសផុតទេធ្វើទានជួយសង្គ្រោះអ្នកដទៃបានបុណ្យផងបានការស្រឡាញ់រាប់អានផងដាំពូជជាអ្នកមានទ្រព្យសម្បត្តិច្រើនផងទម្លាប់ចិត្តឲ្យគិតរឿងល្អរឿងត្រូវជីវិតមិនសូវមានទុក្ខទេផ្ទះជាជំរកកាយគុណធម៌ទាំងឡាយជាជំរកចិត្តគ្មានអ្នកណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយគុណធម៌នាំមកនៅភាពត្រជាក់ត្រជុំសម្រាប់ខ្លួនអ្នកនិងអ្នកជុំវិញខ្លួនកុំមួម៉ៅនឹងរឿងដែលអ្នកធ្វើមិនកើតអីប្រឹងធ្វើរឿងណាដែលអ្នកអាចធ្វើបានរកទ្រព្យរកវិជ្ជាកុំភ្លេចរកមេរៀនអប់រំចិត្តផងទើបរស់នៅបានសុខកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះទៅ
ទើបធ្វើការជាមួយគ្នាបានយូរកុំទម្លាប់បន្តបង្អាប់គេហើយលើកសរសើរខ្លួនឯងគេមិនចូលចិត្តទេរាប់អានមិត្តភ័ក្តិត្រូវតែហ៊ានលះបង់ខ្លះទើបរាប់អានបានយូរសម្រាប់កំហឹងចោលទើបរស់នៅបានសុខបើខ្ចីហើយសងសឹមឲ្យខ្ចីបើខ្ចីមិនសងទេកុំឲ្យខ្ចីអីមានសទ្ធាប៉ុន្មានឲ្យប៉ុណ្ណឹងទៅពេលគេធ្វើត្រូវចេះសរសើរខ្លះផងកុំប៉ិនតែខាងបន្ទោសពេកទំនុកបំរុងឪពុកម្ដាយអ្នកឲ្យអស់ពីចិត្តទៅកុំចាំពេលគាត់ស្លាប់បានយំមិនប្រសើរទេចេះទទួលខុសខ្លះផងកុំប៉ិនតែខាងចង្អុលមុខគេពេកគេមិនចង់ធ្វើការជាមួយទេវាសនាមនុស្សមិនដូចគ្នាទេគេមិនដូចយើងយើងមិនដូចគេកុំប្រៀបធៀបគ្នាអីទម្លាប់អានស្ដាប់មេរៀនអប់រំចិត្តឲ្យបានច្រើនទើបជីវិតបានសុខភ្លាត់ជើងគ្រាន់ជាងភ្លាត់មាត់ត្រូវប្រយ័ត្នប្រយែងពេលនិយាយស្ដីស្ដាប់ឲ្យបានច្រើនជាងនិយាយអ្នកនឹងបានចម្រើនដោយចំណេះដឹងបើអ្នកអាចគ្រប់គ្រងខ្លួនឯងបានមិនយូរទេអ្នកនឹងអាចគ្រប់គ្រងគេបានមិនខានរូបស្អាតតែកិរិយាមារយាទមិនល្អមានអីប្រសើរទៅសន្សំភ្លើងបានក្តៅសន្សំខឹងបានទុក្ខសន្សំធម៌បានត្រជាក់ចិត្តស្រឡាញ់រាប់អានមនុស្សគ្រប់គ្នាតែមិនអាចទុកចិត្តគ្រប់គ្នាបានទេអ្វីសុទ្ធតែមានការចាប់ផ្ដើមត្រូវតែហ៊ានសាកបើខុសចាំគិតទៀតបើមិនចង់ឲ្យគេនិយាយដើមអ្នកទេអ្នកកុំចូលចិត្តនិយាយដើមគេពេកនិយាយរឿងអាក្រក់ច្រើនមានន័យថាចិត្តអ្នកសម្បូរធាតុអាក្រក់សង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែរសង្ឃឹមចុះតែបើបានប៉ុណ្ណាក៏ព្រមតាមប៉ុណ្ណឹងទៅបើខុសកុំពីបជ្រាយដាក់គេអីតែត្រូវយកជាមេរៀនសម្រាប់ខ្លួនអ្នកបើអ្នកចង់ចាប់កំហុសគេអ្នកនឹងរកបានដោយងាយតែវាមិនមែនជាកិច្ចការចាំបាច់របស់អ្នកទេមនុស្សមានអំណត់ជាមនុស្សមានអំណាចមិនសូវមានកំហុសហើយអាចដឹកនាំគេបានទៀតប្រាជ្ញាជាភ្នែកការតស៊ូជាជើងដើរមានទាំងពីរទើបបានសម្រេចឋានៈតូចតាចគ្មានអីគួរឲ្យខ្មាស់ទេអ្វីដែលគួរឲ្យខ្មាស់អៀន
គឺមានឋានៈតែខ្វះសមត្ថភាពធ្វើជាគំរូល្អប្រសើរជាងនិយាយប្រដៅទៅទៀតឈ្នះធាតុអាក្រក់ក្នុងចិត្តអ្នកនឹងបានសុខច្រើនបើគ្រប់គ្រងគេត្រូវមានទាំងអំណាចដេជះមានទាំងគុណធម៌បើខឹងរឿងតូចទៅជារឿងធំមានទ្រព្យតែចិត្តមួម៉ៅច្រើនក៏មិនសូវបានសុខដែរខឹងគេធ្វើបាបខ្លួនឯងកំហឹងដុតខ្លួនអ្នកឲ្យក្តៅក្រហាយមានអ្នករឹងត្អឹងបិទទ្វារការរីកចម្រើនកុំបណ្ដោយឲ្យអកុសលដឹកនាំជីវិតអ្នកឡើយក្តៅកាយទៅរកទឹកក្តៅចិត្តទៅរកធម៌អន់ចិត្តខឹងចរណែនស្ដាយភ័យជាមេរោគបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកកុំបង្កើតរឿងដែលមិនទាន់កើតឡើងហើយដេកកើតទុកឡើយបើចេះព្រមតាមសមត្ថភាពដែលអ្នករកបានជីវិតមិនសូវលំបាកទេតាមដានចិត្តអ្នកជានិច្ចកុំបណ្ដោយឲ្យវាគិតរឿងអត់ប្រយោជន៍ច្រើនពេកមនុស្សទន់ខ្សោយចាញ់ពាក្យបញ្ជោគ្រប់គ្នាសុទ្ធតែចង់បានសុខកុំធ្វើអាក្រក់ដាក់គ្នាអីកុំគ្រាន់តែចង់អួតគេហើយនិយាយកុហកគេឡើយកុំទម្លាប់រាប់អានមនុស្សដោយសម្លឹងមើលបុណ្យស័ក្តិមុខមាត់ឡើយឆ្លោះច្រើនស្អប់ច្រើនល្បិចច្រើនអន្តរាយច្រើនទុក្ខក៏ច្រើនដែរពេលចំណេញកុំប្រមាទពេលខាតកុំមួម៉ៅពេកវាជារឿងធម្មតានៃជីវិតទេអ្នកធំត្រូវតែចេះទ្រាំនឹងពាក្យនិន្ទាកូនចៅមិនចេះតែស្រឡាញ់យើងគ្រប់គ្នាទេធ្វើការងារកុំយកតែមតិខ្លួនឯងអីចេះស្ដាប់គេផងទើបរីកចម្រើននិងធ្វើការជាមួយគ្នាបានយូរធ្វើការងារធំត្រូវចេះគ្រប់គ្រងកំហឹងសម្រេចចិត្តពេលខឹងច្រើនតែខុសកុំនិយាយច្រើនពេកកុំខ្លាចថាគេមិនដឹងមើលកលៈទេសៈសិនសំនិយាយហូបអាហារគីមីច្រើនអ្នកនឹងមានរោគច្រើនគិតរឿងស្មុគស្មាញច្រើនអ្នកនឹងកើតទុក្ខច្រើនបើយើងជួយគេអស់លទ្ធភាពហើយតែនៅតែជួយមិនបានអ្នកត្រូវចេះព្រម
មិនដូច្នោះទេអ្នកនឹងមានទុក្ខមិនខានបើពូកែច្រណែននឹងទាយគ្នាការងារមិនចម្រើនទេបើគេខឹងអ្នកហើយអ្នកខឹងគេវិញឧបមាដូចបាចលាមកដាក់គ្នារកទ្រព្យនិងរៀនធម៌ត្រូវទៅព្រមគ្នាទើបជីវិតមិនសូវក្តៅក្រហាយធ្វើតែអត់និយាយប្រសើរជាងនិយាយតែអត់ធ្វើនឹកដល់សេចក្តីស្លាប់មិនមែនជារឿងអពមង្គលទេតែគឺជាការដាស់តឿនខ្លួនឯងកុំឲ្យមានសេចក្តីប្រមាទអ្នកដែលពូកែទ្រាំនឹងការលំបាកនឹងទទួលបានជោគជ័យធំដុំខ្សឹបពីអន់ប្រាប់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សអន់មិនខានរាប់អានមនុស្សឲ្យបានច្រើនតែកុំទុកចិត្តមនុស្សទាំងអស់អីការចេះដឹងគុណជាលក្ខណៈរបស់មនុស្សល្អសេចក្តីសង្ឃឹមជាបាតគ្រឹះនៃភាពជោគជ័យតាមមួយថ្ងៃ24ម៉ោងវាមានពេលថ្ងៃរះវាមានពេលថ្ងៃលិចហើយយប់ទាំងទៅហើយព្រលឹមឡើងក៏វិលមកវិញមកជីវិតរបស់យើងហ្នឹងវាអញ្ចឹងដែរវាមានពេលខ្លះជួបរឿងល្អទៅហើយវាមានពេលខ្លះជួបរឿងមិនល្អទៅបើក្នុងពេលថ្ងៃយើងផឹងប្រែងប្រកបមុខរបររកស៊ីទៅបន្ទាប់ពេលយប់យើងដេកទៅសម្រាកខ្លួនទៅយ៉ាងណាក្នុងជីវិតហ្នឹងយើងត្រូវតែហ៊ានទទួលយកការពិតទាំងសងខាងទាំងរឿងល្អទាំងរឿងមិនល្អទាំងចំណេញទាំងខាតទាំងសរសើរទាំងនន្ទាទាំងជាទាំងឈឺទាំងជួបទាំងព្រាត់វាជាធម្មជាតិដែលគ្មានពីណាអាចជៀសផុតបានទេស្ដេចផែនដីមន្ត្រីសូម្បីតែពុទ្ធផ្ទាល់ព្រះអង្គហ្នឹងក៏ព្រះអង្គនៅតែជួបរឿងអញ្ចឹងប៉ុន្តែរឿងអញ្ចឹងនៅតែជួបប៉ុន្តែព្រះអង្គមិនមួម៉ៅក្តៅក្រហាយពិបាកចិត្តនឹងរឿងទាំងអស់ហ្នឹងឯងពីព្រោះរឿងទាំងអស់ហ្នឹងវាជារឿងធម្មជាតិហើយបើយើងប្រឆាំងនឹងធម្មជាតិហ្នឹងយើងពិបាកវិញឯងឧទាហរណ៍ថាបើយើងដេកយំខាត់ថ្ងៃថាថ្ងៃអីកុំលិចងងឹតទេកុំមកខ្ញុំអត់ចង់ឲ្យអ្នកមកទេសូម្បីតែយើងដេកកើតទុកយំរូងភ្នែកទៅទៀតក៏វាយប់វានៅតែមកថ្ងៃវានៅតែលិចចឹងអញ្ចឹងតើតែយើងមានបញ្ញាមួយហ៊ានទទួលយកការពិតនៃជីវិតចឹងរឿងល្អក៏យើងរីករាយជាមួយរឿងមិនល្អយើងចាត់ទុកថាជាឱកាសមួយដែលអភិវឌ្ឍសមត្ថភាពតទល់នឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយបន្តដំណើរទៅមុខទៀតអញ្ចឹងកុំកើតទុកពេលថ្ងៃលិចញញឹមនឹងថ្ងៃរះញញឹមនឹងថ្ងៃលិចអនុមោទនា
សម័យណាក៏មនុស្សមានទុកដែរទុកផ្លូវកាយទាំងទុកផ្លូវចិត្តហើយថ្នាំសម្រាប់ព្យាបាលទុកផ្លូវកាយយើងទៅជួបពេទ្យទៅបើយើងឈឺប៉ុន្តែបើយើងឈឺចិត្តត្រូវស្វែងរកធម៌មកអប់រំអញ្ចឹងធម៌ហ្នឹងអត់ហួសសម័យទេពីព្រោះសម័យណាក៏មនុស្សឈឺចិត្តហើយវ័យណាក៏ចេះពិបាកចិត្តដែរទាំងក្មេងទូចទាំងធំទាំងចាស់ដល់ពេលស្លាប់ហ្នឹងក៏ភ័យព្រួយបារម្ភអញ្ចឹងជំងឺរបស់ចិត្តហ្នឹងវាមានដូចជាខឹងចំណែនស្អប់គុំគួនរវើរវាយស្មុគស្មាញពិបាកចិត្តទាំងអស់ហ្នឹងវាសិតតែជាជំងឺផ្លូវចិត្តហើយអ្នកណាខ្លះកើតជំងឺផ្លូវចិត្តគ្រប់តែគ្នាហ្នឹងមិនថាលោកមិនថាបាសកបាសិកាទេគ្រាន់តែវាតិចច្រើនតាមរយៈការអប់រំចិត្តរបស់ខ្លួនឯងប៉ុណ្ណឹងអញ្ចឹងក្មេងបើតាមប្រជាសាស្ត្ររាល់ថ្ងៃហ្នឹងគេរកឃើញថាក្មេងហ្នឹងមានវិបត្តិផ្លូវចិត្តច្រើនជាងមនុស្សចាស់ទៅទៀតដោយសារក្មេងហ្នឹងវាអត់ទាន់មានបទពិសោធន៍ជីវិតយើងមើលគ្រាន់តែស្ដីឲ្យបន្តិចងក់ងើតុកសិចមិនស៊ីបាយសុកចិត្តចាក់សោកន្ទប់ក្នុងកន្ទប់ម្នាក់ឯងអីចឹងទៅអាហ្នឹងរឿងអីថារឿងវិបត្តិផ្លូវចិត្តទេហ្នឹងឈឺចិត្តទេហ្នឹងវាមិនមែនវិបត្តិផ្លូវចិត្តតលឈួតទេមិនមែនទេអញ្ចឹងខ្ញុំភាពចង់ទាញអារម្មណ៍ពុទ្ធបរិស័ទឲ្យយល់ថាមនុស្សវ័យណាក៏ដោយសម័យណាក៏ដោយមនុស្សសុទ្ធតែមានទុក្ខដូចគ្នាហើយត្រូវការធម៌ហ្នឹងសម្រាប់អប់រំព្យាបាលអាជំងឺផ្លូវចិត្តហ្នឹងឧទាហរណ៍ថាខឹងទៅក៏ដូរពីខឹងមកចេះអត់ធន់ចេះមេត្តាចេះរីករាយចេះយោគយល់អញ្ចឹងទៅចំណែនមកថ្នាំព្យាបាលចំណែនហ្នឹងគឺថារៀនត្រេកអរនឹងអំពើល្អឬក៏ភាពជោគជ័យរបស់អ្នកដទៃអញ្ចឹងគេហៅមុទិតាគុំគួនក៏លើកលែងទោសទៅរវើរវាយក៏ប្រឹងផ្ដោតចិត្តក្នុងអារម្មណ៍ធ្វើការអីឲ្យប្រកបមួយណាមួយនឹងអញ្ចឹងទៅហើយស្ដាយក្រោយក៏លះបង់ទៅគិតថារបស់ដែលផុតទៅហើយហ្នឹងយកវាទៅកប់ចោលក្នុងព្រៃទៅកុំកោះវាមកហិតពេកហើយរឿងណាមិនទាន់មកដល់ហ្នឹងក៏កុំស្មុគស្មាញកុំភ័យកុំព្រួយបារម្ភអីពេកដែរហើយជួបរឿងណាដោះស្រាយរឿងហ្នឹងទៅដោះបានប្រមាណយកប៉ុណ្ណឹងទៅតាមលទ្ធភាពសមត្ថភាពទៅមានសេចក្តីសន្តោសទៅរស់ស៊ីប្រឹងរស់ស៊ីហើយបើបានប្រមាណយកសុបាយចិត្តនឹងប៉ុណ្ណឹងហើយប្រឹងតទៅទៀតទៅមិនមែនរកបាន1000នោះដេកកើតទុកមិនក៏អញមិនបាន10000អា1000ក៏មិនបានសុខជាមួយហើយវាកើតទុកជាមួយអា10000ដែលអត់មានអញ្ចឹងតោះឡែមានថ្នាំព្យាបាលអប់រំចិត្តខ្លួនឯងហ្នឹងទើបយើងវាមិនសូវកើតទុកហើយអញ្ចឹងត្រឡប់មកវិញថាធម៌ហ្នឹងវាអត់ហួសសម័យទេពីព្រោះធម៌ហ្នឹងជាថ្នាំព្យាបាលផ្លូវចិត្តរបស់យើងហើយមិនរើសវ័យទៀតវ័យណាក៏ត្រូវការធម៌ហ្នឹងសម្រាប់មកអប់រំជាជំរកឬក៏ថាជាមលុបដ៏ត្រជាក់របស់ចិត្តរបស់យើងដែរអរគុណច្រើនយើងនឹងមានទុកភាកច្រើនបំផុតគឺដោយសារមិនចេះគ្រប់គ្រងចិត្តគ្មានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងការងារសំខាន់បំផុតដើម្បីបានសុខដុមរមនាសេចក្តីសុខក្នុងជីវិតហ្នឹងចាំបាច់ម្នាក់ត្រូវតារៀនអំពីវិធីអប់រំចិត្តគឺការចម្រើននៅស្មារតីហើយស្មារតីហ្នឹងតាមដានចិត្តស្មារតីហ្នឹងคล้ายទៅជាអង្គរៈคล้ายទៅជាកាមេរ៉ាសវត្ថិភាពការពារចិត្តคล้ายទៅជាអង្គតិកោធ្វើម៉េចកុំឲ្យមេរោគហ្នឹងវាមកវាយលុកចិត្តយើងបានងាយពេកស្មារតីដែលត្រូវចម្រើនហ្នឹងវាទៅតលតាមដានចិត្តហ្នឹងបើចិត្តហ្នឹងដើរនៅក្នុងផ្លូវល្អមានគុណធម៌អញ្ចឹងទៅយើងសប្បាយអូចិត្តអញល្អប៉ុន្តែឧទាហរណ៍ថាបើចិត្តហ្នឹងវាចាប់ផ្ដើមចំណែនវាចាប់ផ្ដើមខឹងវាចាប់ផ្ដើមអន់ចិត្តហ្នឹងស្មារតីនឹងប្រាប់ថាអូចិត្តអញដើរក្នុងផ្លូវខុសហើយត្រូវទាញត្រឡប់មកវិញវាឧបមាដូចជាថាយើងដឹកគោឲ្យស៊ីតាមភ្លឺស្រែអញ្ចឹងហើយអាគោហ្នឹងវាខូចណាស់តែយើងភ្លេចវាទៅស៊ីសតូងហើយតែស៊ីសតូងម្ចាស់គោហ្នឹងត្រូវទាញគោកុំឲ្យស៊ីសតូងគេទៀតកុំឲ្យវាខូចយ៉ាងណាចិត្តយើងហ្នឹងវាខូចណាស់វាតិចទៅអន់ចិត្តតិចចំណែនតិចទៅ
mình sẽ bay chất chỉ mũi nè ní chỉ mũi nè nu chẳng tờ hay đấy chẳng to là pê na chất năng vì mình là o nắng miền mà đầy đằng thao chất ảnh đào phải khó hại bởi vậy bị bạo làn với khơi phượng stop của họ mà hay bởi dương bạo tự đang ở ngơ nó bạo long cắt stop của họ nó của thằng dương của thằng kỳ vấn đề bởi dương miền mà đấy đó stop của họ dương chuán dương ở miền của thằng kế của ở miền của thằng nàyอย่างนั้นอาจจะแน่นสอบอะไรหรืออาจจะบาดเจ็บนั่งชีเพลิงหอมสมาร์ทได้นั่งแผลทางตื่นมุกติดขูดหนาไอยังตามด่านจัดเกินสมาร์ทได้เบอร์หนึ่งขนมโทษลูกหาถาสตับประทานถ้าให้จิตติตั้งในการจำเริญสเตะคือสมาร์ทได้นั่งให้ตามด่านต่างเดย์ต่างดาวต่างชงกุยต่างโฮปต่างจกต่างโจปตุกตักต่างเธอไอ้หนีได้กายไปกายนั่งเมียนสมาได้ให้จัดกันไอ้นั่งก็เมียนสมาได้เตยจมวยอันนั่งตืบยืงตามดานจัดนั่งบานมอมตอมวิหารโดยจิตไทยยืงบานไทยซาโกนบานละอจังไงยังโกนนั่งวิอัดโคเจปั้นอะใบยืงมันบานไทยโกนในบานล้อโกนนังเขาเวทนีปุ่มมาได้ยังน่าจัดบายืงแต่ยืงบานไทยเต้จัดบายืงวิเขาให้เนี่ยการตกคือครูนยืงหนึ่งไอ้จังไทยจะมาสมาร์ทได้ดำไปกรุบกรองจัดได้บ้านให้ยืมใส่การตกเอากุญแจสับท้ายนั่นคือจะจัดเพื่อพิธีบอลคูบกุมนาจิเซอยู่ไว้หนึ่งเขมรตุยไปชมกันนะพิบจังเอาบานเพื่อบอลคูบกุมนานั้นเชียร์ไปยาวสมัยพลุนไอพ้องสมัยเนี่ยประกาศยืงพองยืงถือบอลคูบกุมนาแมงคอนแต่จูบจุ่มคณีหายมิดแผลบงโอนจูบเลียงผักซีปูตกดอกมาเฮสบอดอกสบอกับปองบิเยไงบอลคูบกุมนายืงไงยืงกูแต่เรียบจอมใส่มุ้ยบังหายอย่างปีสิกระไดสลายกาเลยบองหรือบ่เมียดาเบดาชีวิตใส่เมียดาได้ท่าไงฉลองทะเลที่ไงได้กอดเมียนขู่ธนะสังแต่อชีวิตดำใบบานยืงเมียนชีวิตนั้นกอดเฮียนเลยบองจังไงนั่งเถอโกนั่งเรียบจอมใส่เบอร์มันตอนเมียนถาวิกาลอยไก่จูนเมียดาเบดาโกกุ้งหนึ่งเมียนสมบทไทยนอกกุนมวยโกกุ้งเมียนพกาบัดแต่ดอทไฟมันกุมเมียดาเบดาโดยได้กรุบเอาหนุ่มตูนมันอินมันขมาให้ยัยถ้าโกนสมออกกุนลูกปกเนี่ยมาได้ชีวิตเสเนี่ยมาได้เด็ดบานดอกกำนาดอกโกนให้โรงตกหลุมบะปนนาก็ได้คือแต่ดำใบจำใบใบไทยระซาคล้วนระหดมาดอทอมปนไหนอันนั้นวิเมียนเนยภาษากปุ่งกปุ่งเชียงก่อนแต่ร้อนก่อนแต่เชียงก่อนแต่พรมนุ่มเค้กนั่งเวลาอ้อให้ได้ยังบ้านเกิดมาเชียงมนุษย์ปัจจัยเบอร์กรอนแต่เกิดเชียงมนุษย์ให้เหมือนบ้านมันปิ้งเอาไว้ได้จีบยาวเอาไว้ได้จีคลำซาเอาไว้ได้จีจำแนกดังจีกุนทอสมัยชีวิตครูนยืนนึงรู้นึกประมาณ100 ឆ្នាំก็ว่ามีประโยชน์ได้เบอร์สันจียืมมูมาก็ได้ปะกระหายปะบาดจัดเพื่อตุกบกมันนิ่งเพื่อไอเนี่ยเด็กตีก็ได้กระหายได้สายยืนรู้นึก200 ឆ្នាំก็อาจมีในได้ปะพุทธโลกมันจะสาปะพุทธโลกจะสามันนู้สมไอรูปบ้านแต่มาไงหรือก็มาขณะก็ได้ปั้นไหนจัดนั่งเวทเจี๊ยจัดนั่งเวทงอบจัดนั่งเวทละอ้อยืนกับบานซอกให้ซอบไซส์ก็ได้ซอกนั่งดานเนี่ยเด็กตียังใบยืนเพื่อพิธีบอลคุบของนัดกลมพลิกเนี่ยบังการยืงชีวิตใส่คือมาได้ระบายยืงยืงเถิดเพื่อไอ้กิจตอบสนองซองกุนจิมปุกกอดกรุบดังกุนกอดไฟมึงกลุ่มกอดเซสบดออกกุนกอดจูนบัดปากากอดอัดเมียนขมาเอียนนั่นคือถักไฟกลุ่มดอดบาดยืงออกกุนใหญ่เจนเจียสมได้เมาหายไงนั่งก็อาจเพื่อเชียเอากามวยติงสะเพอติงบิดดอกเมย์ไกรกรอบบ่าหรือก็ติงกอจูนเนี่ยอัดบายอัดตึกจังเตอยังยืงบ้านสร้างอำเภอล้อทั้งไงđểยืงก้าวหนึ่งจีตุนมวยดอกภาษาสมัยเตอทั้งไงข้างมุกเตียดสมัยเชียดมุกเตียดจังสมดำปีชงขอยคือทา
បើធ្វើបនគូបកំណើតកុំភ្លេចអ្នកបង្កើតខ្លួនយើងមកអនុមោទនាភាពនឹងលើកយកប្រធានបទមួយពីរឿងបុណ្យធំតើស្អីគេចាត់ទុកថាជាបុណ្យធំហ្នឹងនៅលើរោងធំនៅលើភ្ញៀវច្រើននៅលើមានអ្នកធំអ្នកទូចចូលរួមច្រើនឬក៏នៅលើចាក់ផ្សាយតាមទូរទស្សន៍បង្ហោះក្នុង Facebook ឬក៏នៅលើអីអញ្ចឹងបុណ្យធំបុណ្យតូចហ្នឹងមិនស្ថិតនៅលើរបស់ខាងក្រៅទេស្ថិតនៅលើក្នុងចិត្តរបស់យើងថាតើយើងមានចិត្តរីករាយយើងមានចិត្តស្អាតបរិសុទ្ធចង់ជួយអ្នកដទៃនឹងកម្រិតណាបើយើងគ្រាន់តែជួយទៅដើម្បីបង្អួតបង្អបង្ហោះឲ្យគេឃើញឲ្យគេដឹងថាអញនឹងជាមនុស្សចិត្តល្អប៉ុននឹងបានដែរប៉ុន្តែវាទូចវាទៀបឬក៏អ្នកខ្លះធ្វើប៉ុននឹងប្រាប់ភ្ញៀវ2-3,000នាក់អញ្ចឹងមកហើយចាំអង្គុយកត់ចាំមើលអញបានចំណូលប្រមាណពីប៉ុនមកវិញហើយមុនលោក4អង្គភ្ញៀវ2-3,000នាក់ហើយសរុបគ្នាចាំមើលទូទាត់ចំណាយចំណូលនឹងប្រមាណអញត្រូវខាតចំណេញប្រមាណហ្នឹងប៉ុនតិចមែនតើអញ្ចឹងខ្ញុំគណៈថាភាពគិតថាបើយើងធ្វើពិធីក៏ធ្វើចោះធ្វើរោងក៏ធ្វើចោះប៉ុន្តែឧទាហរណ៍ថាបើទឹកចិត្តយើងស្អាតបរិសុទ្ធបើយើងធ្វើជូនមេដាបេដាបុណ្យកតញ្ញូយើងទៅប្រាប់ភ្ញៀវប៉ុន្តែប្រាប់ហ្នឹងក៏គ្មានបំណងថាចាំមើលអញសង្ឃឹមថាបានលុយចំណូលនឹងមកដើម្បីទប់ទល់ចំណាយកុំគិតអញ្ចឹងអត់សូវបានបុណ្យបើយើងមានថវិកាប្រមាណរៀបចំសឹងថាប្រាប់ភ្ញៀវនឹងប្រាប់ឲ្យមកទទួលទានរបស់យើងឯងមិនមែនប្រាប់មកដើម្បីបានលុយពីគាត់ទេសឹងថាមិនបាច់យកលុយមកចូលខ្ញុំក៏បានដែរប៉ុន្តែថាបើគេចូលហើយក៏ជូនគេទៅវិញដែរដោយទឹកចិត្តជ្រះថ្លានឹកឃើញថាយើងថ្ងៃហ្នឹងយើងធ្វើទានជាមួយព្រះសង្ឃផងយើងធ្វើទានជាមួយនឹងភ្ញៀវមកចូលរួមនឹងផងពីសម័យពុទ្ធមិនសូវមានកម្មវិធីអញ្ចឹងហៅភ្ញៀវរាប់រយរាប់ពាន់លោក4អង្គអញ្ចឹងឯងគេធ្វើបុណ្យបើសិនជាគេធ្វើបុណ្យជាមួយព្រះសង្ឃគឺគេធ្វើនិមន្តព្រះសង្ឃ1000អង្គ2000អង្គមកមានចុងភៅមានអ្នកទទួលរៀបចំចង្ហាន់ប្រសង់ហើយភ្ញៀវប្រមាណអ្នកប៉ុណ្ណឹងអ្នកទៅគេមិនសូវធ្វើជាអង្គុយចាំកត់ចូលបច្ច័យអីប្រមាណទេឥឡូវបើក្នុងបច្ចុប្បន្ននេះបើសិនជាថាយើងធ្វើអញ្ចឹងក៏ដោយប៉ុន្តែថាក្នុងចិត្តហ្នឹងឲ្យវាស្អាតបរិសុទ្ធតែបុណ្យដែលខ្ពស់បុណ្យដែលច្រើនបុណ្យដែលធំហ្នឹងវានៅលើនេះឧទាហរណ៍ថាបើយើងឃើញគ្នាចិត្តស្លាប់ហើយអត់មានលុយចូលពេទ្យយើងអាណិតគ្នាយើងជួយសង្គ្រោះដឹកទៅពេទ្យចេញលុយឲ្យមើលអ្នកជំងឺនឹងទៀតអត់បានធ្វើរោងទេប៉ុន្តែបានបនធំហ្មងអញ្ចឹងអាហ្នឹងនៅក្នុងធម៌លោកហៅឲ្យទានដោយសង្គ្រោះឲ្យទានដោយចិត្តមេត្តាឲ្យទានដល់អ្នកដតីហ្នឹងដើម្បីឲ្យអ្នកដតីហ្នឹងបានរួចផុតពីទុក្ខមែនមិនមែនឲ្យទានដើម្បីមុខមាត់ដើម្បីកិត្តិយសដើម្បីល្បីល្បាញទេបានដែរប៉ុន្តែបានថ្នាក់ទៀតមែនទេអញ្ចឹងបុណ្យធំឬក៏បុណ្យទូចវាស្ថិតនៅលើចេតនាយើងស្អាតបរិសុទ្ធចេតនាយើងជួយអ្នកដទៃដោយគ្មានសម្លឹងការតបស្នងមកវិញហើយចេតនាហ្នឹងចង់លះបង់អាមន្ទិលសេចក្តីកំណាញ់ការប្រកាន់ណាអាការមិនធ្វើទៀននឹងដោយសារវាប្រកាន់កំណាញ់ចង់បានតែខ្លួនឯងពេកដល់ពេលយើងធ្វើទៀនទៅយើងរៀនលះដើម្បីជំរះអាមន្ទិលគឺសេចក្តីកំណាញ់ក្នុងចិត្តហ្នឹងអាហ្នឹងទើបយើងបានបុណ្យច្រើនអនុមោទនាខ្ញុំកណាត់ប្រភេទលើកយកប្រធានបទមួយនិយាយពីទានរបស់អ្នកប្រាជ្ញទានរបស់អ្នកប្រាជ្ញឬក៏ខ្មែរយើងធ្លាប់ដឹងមកយើងហៅថាសពពុរិសទានហ្នឹងសពពុរិសទានទៅទានមិនដែលថាបានបុណ្យបានអានិសង្សច្រើនហ្នឹងទី1ឲ្យដោយគោរពគឺថា
ao nụm tôn bởi chun mà đái nó có chun đòi đây cao cài bật phai một cúm bật kên bật song nó có đôi phía vẽ tuân luôn mình chỉ nghe chỉ ngang mình ăn khuôn anh nè thông nè tụi y tế thì phí cứ ao đòi chất chỉ đẹp là chỉ đẹp là đâu ngày nâng bàn mà chun nộp bụng nè mà đài ngày nâng bàn thừa tiền hay đăng thả bơ nó lõ nó chạy chui sừng cua đo tây tiền đo là bụng mà đài đo bà song nó cứ tha bài chất đứa của ban chun đo nè cây cò bà năng đăng thả bơ nó chỉ bơ lõ hay ban phò tờ lọ mà vĩnh còn lõ đài bây giờ hai tha sạch thì tiền năng tệ tệ nữa không bà lấy đó thì bấy cứ ao đợi đáy luôn ai ao đợi đầy ao đợi luôn ai vậy chứ ôi luôn ai trong miền này thà bờ miền pê và lia thầm thử màu nó cùng mền chết ta ôi đó đã bà luôn rồi mà chứ thì cái thằng màu nó đập chất trong bằng ao đợi đáy luôn ai nâng nó bạn bon chớn trên con là phở ôi kia bên là không cả này thà bờ lùa chớn nhưng bạn tự đào thế nhưng nhà kia dương ao tới con mình chỉ khó tỏ đẹp và nít cũng ao miền mẹ mình nè thà ấy anh thông này anh ai đom anh cái mùi cái pi anh xây lùa cho một cái luôn thế ao ta kia ao tới là nó cùng sợi bạn bột này đó thì buồn nó cứ thà nó cua ao đợi nó cua khơi kia tục khơi kia là bạc khơi kia miền Bắc Hà kia chỉ chư ý chẳng tới dương tới chui xuống cua đòi chất lọ trong anh nhận được tay nó bàn rụi phật bị tục nè họ đó thì phèm nó cứ tha mình uất đấy mình miền ẩm uất đấy áo nó mẹ tao này nhóm á nè miên á nhóm áo mà mơn là lá này ọt hơi mua nhóm kiểu on chất á giờ từ chạm sai nút tiết mình cái anh mình lược tầm cao luôn ai hay tôi bằng áp nè được tay ở đây thứ bon trong việc ban đấy con việc ban cầm rất tu nè cầm rất tiếp đây con ở đây thà thứ bon đấy cái tháng đào chất cho là đào cổ rúp đào oi đợi đầy luôn ai đào chất đã nó cua hơi oi nó cứ tha ấp miên bùm nón bằng hai bằng uốn nè đợt tây ấy cứ thà dương bàn chui xuống cua nè đợt tây đợi sọt tới chết nâng bàn bon chờ nè dương hai thà tiền là bao nè prai cho có sọc rồi thì xả tiền chẳng dương riêng phơi tiền là bao nè prai một tên nè miền nhiều mình nè xong ở tham ti xài gì vật bà con tham ti chỉ vật ở khuôn ai nấy ti trời phong mình đang tham ti ở con chẳng mấy cả đề và tham đăng môi thà chỉ vật bà dương nó thưa tầm ná từ tam ẩm pơ để dương bàn sàng nè mình thật là lơ mọt bà cụ tia về bà dương đu đây từ lơ bịa cụ tia thá bà cụ tia nâng này nó mới thừa ló nó còn bà thì tham thà lọ khó nó vì thật là lơ dương nè sàng cụ tia khác hay bậc cài mến cái tia thở u thọ anh nhà cao này nhẹ tia thật bút nâng bàn tra anh chẳng tới bên em mến bàn tra đời xa cụ tia vậy bàn tra nó đời xa ca prang prai rồi bỏ bóng vừa smart thị cho mà lại bị pasana tới ban sầm nhảy thò chắc vì nơi từ lứa thầy dương chỉ nè sầm rải chuột vì sao khuôn anh từ đại lệ hay bờ dương ở đây phải đua lừa nè tia pé nó bị giãn bên của nạn đó khuôn anh miền cả ở đây mũi lục của tia thà tia nâng miền cầm nóc hơi taอายุ70 năm tôi là đặt tình nếp ở khẽ hành tích bàn chi cầm nóc nâng bàn đặt tình nếp bầm pal pon là chị tư về mình khơi mà dù cụ tia thái cụ tia thà không tia nâng miền mình nước pi nè thiết được thái mà dụ tới vì mà rồi học sập viên chân thử tình nếp mà rồi mà mơn bầm mũi quán tớp chi cầm nóc nâng khơi và cụ tia nâng miền vì thi bọc phèo của trái vô trầy rô pi tục nông ảnh đợi chị nâng đó chị từ khơi thảo nâng ngay cầm nọp
bài bên mình miền mình nuôi mình nè nó cái thứ cá cái mưa tới đăng tầm nộp thay cụ ti những báo có đăng beli chạp cụ ti những đặt cục tới nhưng cái đó mà phép mình bạn để sai đường tu tia ấy bên này sau mà dương miền sầm mặt phép cục cồn róm cục cồn chặt khuôn ánh cục cồn chỉ vật khuôn ai rồi cụ ti khác có ai nôm mà dương đào phơi thở đấy u đồ còn phèm tha ô chụp miền của thằng nã na chẳng thời thừa đi thừa nụ chạy tiền vừa chừng hành của kiên xong ấy chẳng ta nâng có lọ mà dạng này tờ lọp mà với thằng lọ khó nâng về mình mến thật là lừa cụ tí vì thật là lừa ẩm pơ để bỏ dưỡng để bàn sang chia ẩm pơ để bàn sang bây giờ tây tạng đấy chia ẩm pơ để dưỡng bàn sang không phải chụp bòn cái đây nè khác vừa lọ na không phải chụp bòn nè vấn đề chị có xóa cứ tha chuột từ rương mình lọ nâng mà bị ấy thà nâng về mình sạch á về mình sạch màu chân dương còn một tô ẩm pơ lọ nơi tây đỏ phò lọ vấn đề việc còn là toàn miền biển ở phò về hạ đôi chân thà dương thưa sợ ngôn chứ mẹn đầm ngày nắng sải bàn ấy vì mũi khai khỏi bàn chẳng to là dương nơi tệ miền sự thi chữ chẹt thà bờ cọ nôm phò là cọ áo bờ ló nôm phò lò mà áo con tràn sẽ rấy sụt đầy mua màu trơn sẽ rấy ruột chành rị rì vĩnh sẽ rấy ruột trồi chỉ tu tớ dương ao tầm lại sẽ rấy sụt đầy từ lơ rương lọ rương sập bài miền liệp miền chây chỉ đàm tai cua tròn chăm thà phò lọ từng nút cợt lớn sải hệt lọ hệt đại chia của sál đại nẹt khát khomประพฤติbị mòn mọc hệt này sẽ rây sụt đầy nút miền đôi chia cá sẹp cục trứ cá to su phi yếm không cách cá nghĩa đại nẹt thưa cá riêng sốt bằng cơn chùm này đăng cá chết cua xòm rùa rê rẹ tẹ cá chết chạy rùm lệ đào nẹ lùm ba cá chính châm miệt đà bệ đà sẽ cái đây ọt thun thực chất mê ta thực chất rẹ chẹ chất ngôn chất rùa rê chất khiêu khla chỉ đàm tiếng nú cứ chỉ hai đàm này sẽ rây sụt đầy Pru sẽ rấy sụt đầy nút chỉ mua này chặt lõ chặt chia cổ xó chặt rị đi chỉ đặt là nụ ai nẹ ban sang nơi hạt này sẽ rấy sụt đầy nút sẽ rấy nâng rút mẫu rột nẹ vinh mình bị bạ rút tam về phần màn tề rồi có mình bị bạ đa xua cru hào bị đài riêng rị rì từ tuổi ngày mấy đòi chất sải khăn sẽ đầy lọ bà nẹ miền ở vậy tràn dạng hỏi na nẹ nơi miền chỉ vật ruột bẩn to mùi ngày tiết nẹ nơi miền đáy miền trường miền sẽ tệ smart đầy sầm rập bồng pin ca nghĩa bẩn to riêng rì chấm pua ở vậy để nẹ miến ở vậy để nẹ rột bàn đòi sạch rật hỏi bằng prai mình to tiệt tái ba đầm nói chỉ vật ni trời chụp rương mình lọ khla rương áp của mèn cồn khla có công mua màu bị ấy pru bà mua màu tới rương nơi tay chỉ rương hỏi chất căn để smok smile time chỉ vật tay chụp bánh hạ lại chẳng ai tròn tư bà chụp hỏi bằng đỏ tư hỏi bật đỏ hỏi trời đào hút từ một tiệt cùng spie rương sầm pin sầm bồn bê
សេរីសួស្តីមិននៅជាមួយយើងទេទុកពេលវេលាដែលនៅមានសេសសល់សម្រាប់គិតរឿងថ្មីធ្វើការងារថ្មីសាងបុណ្យថ្មីដើម្បីបានសេរីសួស្តីថ្មីពាក្យសម្ដីរបស់អ្នកដទៃបើយើងធ្វើទុកក្នុងចិត្តខុសទំនងអាចនាំឲ្យយើងមួម៉ៅក្តៅក្រហាយខឹងមិនបាននិយាយអញ្ចឹងខ្ញុំមិនមែនអញ្ចឹងទេមិនបលឹះមិនបកាច់បខូចអីចឹងទៅពេលខ្លះដូចថាគាត់មិនពេញចិត្តនឹងយើងអញ្ចឹងយើងធ្វើអីក៏ខុសដែរចំណុចខ្សោយចាប់កំហុសនិយាយបលឹះឬក៏បកាច់បខូចទៅទៀតក៏មានដែរចឹងបើយើងត្រូវនិយាយប្រាប់ពីខ្លួនយើងថាខ្ញុំចេះទេមិនមែនចឹងទេបែរជាបងយល់ច្រឡំហើយអីចឹងទៅហើយបើគាត់ស្ដាប់បានអានឹងក៏ជារឿងល្អបើគាត់នៅប្រកាន់មាំខឹងកាច់ប្រខូចអានឹងគាត់ជាអ្នកបាបពេកចិត្តគាត់នឹងប្រឡាក់ដោយអកុសលហើយគាត់មួម៉ៅគាត់ស្ពាយបាបនឹងទៅតាមខ្លួនគាត់ហើយហើយយើងល្អមិនល្អយើងដឹងខ្លួនយើងក្នុងធម៌លោកថាសុទ្ធិអសុទ្ធិបច្ចតាំងនាញោអញ្ញាវិសោទិយេយើងស្អាតមិនស្អាតបរិសុទ្ធមិនបរិសុទ្ធយើងខ្លួនឯងជាអ្នកដឹងគេអ្នកដទៃមិនអាចមកប្រឡាក់ចិត្តយើងឲ្យបាបឲ្យបន់បានទេវាអាចដែរថាយើងមានបាបកម្មពីអតីតមកធ្លាប់កាច់ប្រខូចពីអ្នកណាមកបានយើងត្រូវគេកាច់ប្រខូចបន្ថែមបន្ថយអីចឹងទៅហើយបើយើងមួម៉ៅក្តៅក្រហាយខឹងជេរបចោអីទៅវាបានបាបថ្មីថែមអាបាបចាស់ហើយមួម៉ៅក្តៅក្រហាយហ្នឹងជាបាបថ្មីវាបកកម្មពីវរាទៅមុខម្យ៉ាងទៀតអាត្មាថាអ្នកនិយាយហ្នឹងក៏គួរពិចារណាដែរកុំឲ្យមានមាត់ឲ្យចេះតែនិយាយទៅប្រេះទៅផ្ដាស់មិនបានគិតអាណិតទៅដល់តិចអ្នកស្ដាប់ផងណាពេលខ្លះមិនដឹងរឿងអីគេប្រកាសទៅប៉ុន្តែស្មានទៅថាទៅដូចជាយើងនឹងដឹងណាស់អញ្ចឹងយើងគួរពិចារណាថាបើគេនិយាយដាក់យើងអញ្ចឹងតែយើងមានអារម្មណ៍យ៉ាងម៉េចដែរហើយគេក៏មានចិត្តអញ្ចឹងដែរជាប្រតិជនដូចគ្នានឹងវាអញ្ចឹងហើយតែកាលណាយើងនិយាយពាក្យមិនល្អមិនពិតបលឹះទៅវានាំឲ្យប្រេះឆាមើលមុខគ្នាមិនចំមានដូចចិត្តនឹងប្រេះស្រាំទៅមិនងាយធ្វើការងារជាមួយគ្នាបានល្អទេវាតលថាចេះអត់អោនយោគយល់ស្រឡាញ់អនុគ្រោះហើយបើនិយាយហ្នឹងក៏ក្នុងន័យណែនាំជួយតម្រែតម្រង់ឲ្យបានចម្រើនទៅមិនមានក្នុងន័យថាបំផ្លិចបំផ្លាញឲ្យអន្តរាយរឿងចំណែនឈ្នានេះអីទេចង់ឲ្យតែបានចម្រុងចម្រើនទៅអញ្ចឹងអានឹងយើងសុខចម្រើនទាំងអស់គ្នាខ្លាចគេថាអ្នកខ្លះខ្លាចគេថាពេករហូតដល់ថ្នាក់រួញខ្លួនរួញគំនិតមិនហ៊ានធ្វើអ្វីដែលខ្លួនពេញចិត្តរស់នៅដើម្បីតម្រូវតែចិត្តគេរហូតជួនកាលគេមិនទាំងបានគិតអីពីយើងផងគេក៏ខ្លាចដូចតែយើងដែរយូរទៅនាំគ្នារស់ទាំងភ័យខ្លាចគ្នាទៅវិញទៅមកយើងមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេបើអ្នកគិតថាល្អហើយមានប្រយោជន៍ហើយធ្វើទៅធ្វើឲ្យអស់ពីចិត្តពីថ្លើមឲ្យបានសម្រេចជោគជ័យហើយប្រាប់គេថាអ្វីដែលអ្នកគិតគឺពិតជាត្រឹមត្រូវមិនមែនថាមិនឲ្យស្ដាប់យោបល់គេទេស្ដាប់ចុះ
តែពិចារណាផងបើគេឲ្យយោបល់ដើម្បីឲ្យអ្នកបានចម្រើនទទួលយកចុះហើយអរគុណគេផងតែបើគ្រាន់តែជាពាក្យបញ្ឈឺឌឺដងទេកុំយកមកទុកក្នុងខួរក្បាលអីបោះចោលទៅហើយត្រូវប្រឹងប្រែងរហូតបានសម្រេចអ្នកនឹងក្លាយជាមនុស្សរឹងមាំមិនស្ថិតក្រោមសម្ពាធអ្នកដទៃទេសូមកុំឲ្យអ្នកដទៃមកគូសវាសជោគវាសនាឲ្យអ្នកឡើយត្រូវប្រឹងឈរដោយខ្លួនឯងសាងសមត្ថភាពនិងគុណធម៌ហើយធ្វើដំណើរទៅមុខដោយភាពស្វាហាប់